ឆាប់រើសម្លៀកបំពាក់ដែលនាងចូលចិត្តហើយបដូរវាចេញទៅប្តីប្រពន្ធរបស់យើងដល់ពេលញ៉ាំអាហារពេលល្ងាចហើយណាហើយមើលតែគាត់ដូចជាមិនខ្វល់ខ្វាយនឹងអ្វីដែលខ្ញុំធ្វើទេណាហើយជំហានបន្ទាប់គឺត្រូវធ្វើរឿងនោះឲ្យបានសម្រេចរូបរាងចោះដូចជាជ្រូកអាក្រក់បែបនេះនៅហ៊ានឈរឆ្លុះកញ្ចក់ទៀតមិនចេះខ្មាស់ខ្លួនឯងទេមើលរូបរាងចោះដូចជាជ្រូកអាក្រក់បែបនេះនៅហ៊ានឈរឆ្លុះកញ្ចក់ទៀតមិនចេះខ្មាស់ខ្លួនឯងទេព្រះអើយមើលរូបរាងចោះដូចជាជ្រូកប៉ាជ័យស្ដាយសម្លៀកបំពាក់ស្អាតខ្លាំងណាស់មិនសមសោះចង់និយាយដាំខ្ញុំមិនថាទេប៉ុន្តែគួរតែនិយាយបែបស្ងាត់មិនគួរនិយាយនៅចំពោះមុខខ្ញុំបែបនេះព្រោះវាបង្ហាញពីសុជីវធម៌មិនសមរម្យត្រង់ណាបើនាងធាត់អាក្រក់ពិតមែនរឿងអីយើងនិយាយមិនបាននាងប្រហែលជាមិនគិតទេណាថាខ្លួនឯងជាកូនប្រសាស្រីរបស់គ្រួសារជាងច្បាយរៀបការជាមួយនាងដើម្បីបញ្ជឿលោកម្ចាស់ប៉ុណ្ណោះរងចាំពេលច្បាយលេងអស់ចិត្តនាងច្បាស់ជាត្រូវបណ្ដេញចេញពីគ្រួសារជាងមិនខានពួកយើងធ្វើការនៅគ្រួសារជាងច្រើនឆ្នាំហើយចុះនាងស្អីដែរទៅតែមកដល់ថ្ងៃទី1កុំមកជន់ក្បាលពួកយើងមិនខ្លាចទេគ្រាន់តែនិយាយដើមប៉ុណ្ណឹងនោះនាងចង់យ៉ាងម៉េចហ៎និយាយក្រោយខ្នងបានតែនៅចំពោះមុខខ្ញុំគឺខ្ញុំមិនចូលចិត្តនេះនាងចង់មានរឿងជាមួយយើងហ៎លេងអូយបាក់ដៃខ្ញុំហើយខ្ញុំបានរំលឹកពួកនាងរួចហើយឆាប់ចេញទៅឲ្យឆ្ងាយទៅនាងនេះពិតជាកម្លាំងខ្លាំងមែននេះនាងចង់ធ្វើអីយ៉ាងទៀតបើហ៊ានតែចូលមកខ្ញុំនឹងសម្លាប់នាងហើយនាងឈួននាំគ្នាលោឡាស្អីទៅអ្នកណាចង់សម្លាប់អ្នកណាច្បាយមិនមែនជាពួកយើងទេតែជាស្រីកំមាប់ម្នាក់នេះគឺអ្នកនាងសងមិនដឹងថាគាត់មានរឿងអីទេស្រាប់តែមកវាយពួកខ្ញុំដោយគ្មានហេតុផលចាពិតមែនហើយច្បាយជួយរកយុត្តិធម៌ឲ្យពួកខ្ញុំផងនាងបានវាយគេមែនទេចាវាយហើយថែមទាំងបោះចេញមកក្រៅទៀតច្បាយលឺដែរទេនាងសារភាពចេញមកហើយខ្ញុំបានលឺហើយចប់ហើយនាងឯងបើគ្រាន់តែកំភ្លៀងហើយបោះមកខាងក្រៅវាមិនទាន់គ្រប់គ្រាន់ទេហា